បងប្អូនធ្វើនំចាក់ចូលម្ដងណាក៏អត់ឡើងដែរមែនទេមកសាករូបមន្តនេះមើលដឹងតែឡើងល្អហ្មងហើយវិធីធ្វើងាយសម្រាប់រូបមន្តនេះដែរយើងផ្អាប់ម្សៅអត់យូរទេបងប្អូនផ្អាប់ត្រឹមតែ1ម៉ោងកន្លះទៅ2ម៉ោងគឺយកមកចាក់មកឡើងល្អតែម្ដងឥឡូវយើងទៅលាយម្សៅដើម្បីធ្វើនំចាក់ចូលទាំងអស់គ្នាជាដំបូងនេះខ្ញុំមានជាមួយនឹងស្ករស110ក្រាមហើយបន្តមកទៀតនេះខ្ញុំមានជាមួយនឹងស្ករត្នោតចំនួន95ក្រាមហើយយើងមានជាមួយនឹងអំបិលបន្តិចផងដែរពងមាន់នេះខ្ញុំប្រើចំនួន1គ្រាប់បើបងប្អូនអត់មានជាមួយនឹងពងមាន់ទេបងប្អូនអាចដាក់ពងទាក៏បានដែរចំនួន1គ្រាប់ដូចគ្នាឥឡូវយើងទៅលាយម្សៅនឹងខ្ញុំមានម្សៅអង្ករខ្សាយចំនួន260ក្រាមហើយបន្ទាប់មកយើងមានជាមួយនឹងម្សៅដំណើបនេះខ្ញុំមានចំនួន110ក្រាមហើយនឹងខ្ញុំដាក់ជាមួយនឹងម្សៅឆា50ក្រាមផងដែរបន្ទាប់មកយើងកូរបញ្ចូលគ្នាឲ្យបានសព្វល្អហើយយើងចាក់ទឹកចូលសម្រាប់ទឹកវិញនឹងខ្ញុំបន្ថែមចំនួន310មីលីលីត្របងប្អូនសម្រាប់ទឹកបងប្អូនលាយមើលតាមការចាក់ស្ដែងបងប្អូនដោយសារពេលខ្លះម្សៅវាអត់ដូចគ្នាវាអាចនឹងស៊ីទឹកឬក៏អត់ស៊ីទឹកអញ្ចឹងវាអាចអត់ដូចគ្នាអញ្ចឹងបងប្អូនអាចលៃលកតាមនឹងបានក្រោយពីនឹងខ្ញុំចាក់ទឹករួចរាល់ហើយនឹងខ្ញុំដាក់ជាមួយនឹងស្ករសចូលហើយដាក់ស្ករសហើយយើងត្រូវវាយម្សៅចំនួន5នាទីសិនបន្ទាប់មកចាំយើងដាក់ស្ករក្រហមចូលពេលដែលដាក់ស្ករក្រហមចូលរួចរាល់ហើយយើងវាយចំនួន5នាទីទៀតបងប្អូនពេលដែលវាយ5នាទីរួចរាល់ហើយបងប្អូនត្រូវដាក់ពងមាន់ចូល1គ្រាប់ហើយនឹងអំបិលបន្តិចផងចាពេលដែលយើងដាក់ពងមាន់ចូលរួចរាល់ហើយយើងត្រូវការវាយម្សៅនឹងដល់ទៅ30នាទីបងប្អូនចាវាយដៃក៏ដោយវាយម៉ាស៊ីនក៏ដោយគឺយើងវាយឲ្យយូរកាន់តែវាយយូរម្សៅរបស់យើងកាន់តែឡើងបានល្អផងដែរសម្រាប់ការធ្វើនំចាក់ចូលនេះដែរគឺត្រូវការវាយម្សៅខ្លាំងមែនតើដោយសារតែយើងអត់មានប្រមេអញ្ចឹងគឺយើងត្រូវការវាយវាយូរណាបានម្សៅនឹងឡើងយើងវាយរហូតដល់ម្សៅនឹងរៀងឡើងពពុះតិចអាហ្នឹងគឺម្សៅនឹងឡើងបានល្អហើយបងប្អូនសម្រាប់ការវាយម្សៅនេះដែរគឺវាសំខាន់នៅពេលដែលយើងលាយហ្នឹងយើងលាយយកមកខាប់ល្មមមិនឲ្យខាប់ខ្លាំងពេកហើយក៏ឲ្យរាវខ្លាំងដែរបងប្អូនចាសម្រាប់ទឹកបើយើងលាយអត់ត្រូវម្សៅនឹងក៏ឡើងអត់សូវល្អដែរអញ្ចឹងហើយបាននេះខ្ញុំថាម្សៅវាអាចម៉ាក់ខុសគ្នាអញ្ចឹងបងប្អូនត្រូវតែលាយមើលហ្នឹងឯងបងប្អូនដួសមើលអញ្ចឹងណាល្មមមកប៉ុណ្្នឹងគឺឡើងល្អហើយបងប្អូនក្រោយពីយើងវាយម្សៅរួចរាល់ហើយយើងត្រូវផ្អាប់វារយៈពេល2ម៉ោងក្រោយ2ម៉ោងចាំយើងយកនំចាក់ចូលហ្នឹងមកចាក់បងប្អូនឥឡូវនេះខ្ញុំបានផ្អាប់ម្សៅរយៈពេល2ម៉ោងរួចរាល់ហើយយើងត្រូវមានកូនពែងមួយដើម្បីវល់ម្សៅចាក់ឲ្យស្មើគ្នាអញ្ចឹងណាបងប្អូនហើយមុននឹងយើងយកនំចាក់ចូលទៅចាក់យើងត្រូវកូរម្សៅឲ្យសព្វល្អសិនដោយសារតែពេលយើងផ្អាប់អញ្ចឹងទៅម្សៅវាកកនឹងក្រោមអញ្ចឹងយើងកូរវាឲ្យសព្វល្អសិនចាំយើងយកទៅចាក់ចាបើសិនជាបងប្អូនឃើញយើងខាប់អាចបន្ថែមទឹកបន្តិចបានខាប់ខ្លាំងអីអញ្ចឹងណាយើងត្រូវការចាក់មកល្មមយើងលាយមកខាប់ល្មមចាអត់ខូចខាប់ខ្លាំងពេកទេចាក់ប៉ុណ្ណឹងគឺថាល្មមតែម្ដងបងប្អូនហើយម្សៅគឺថាឡើងល្អមែនតើបងប្អូនទុកកាន់តែយូរម៉ោងកាន់តែឡើងខ្លាំងចានៅពេលដែលយើងចាក់នំចាក់ចូលគឺយើងធ្វើវាបែបហ្នឹងទៅដើម្បីឲ្យសាច់ម្សៅឆ្អិនដល់កដាលយើងយកស្ភាដួសខ្លាញ់ហ្នឹងមកស្រោចពីលើនំចាក់ចូលរបស់យើងអញ្ចឹងណាបងប្អូនដូចនេះខ្ញុំបានបង្ហាញអញ្ចឹងហើយបន្ទាប់មកយើងកាឡាប់វាមកមួយចំហៀងទៀតហើយចំអិនរហូតដល់ឆ្អិនទៅគឺរួចរាល់ជាការស្រេចហើយសម្រាប់នំចាក់ចូលនេះដែរគឺថាឡើងល្អមែនតើបងប្អូនស្រស់ស្អាតដូចគេលក់នៅស្រុកខ្មែរអញ្ចឹងហើយរសជាតិវិញក៏ឆ្ងាញ់ផងដែរនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បើពេញចិត្តនៅវីដេអូមួយនេះសូមជួយ like page follow page និងជួយ share ចែករំលែកឲ្យនឹងខ្ញុំម្នាក់មួយផងណាបាយបាយ